ស្រស់ស្អាតខ្លាំងណាស់ចាំពេលទំនេរខ្ញុំបេះមួយតងយកទៅថ្វាយព្រះតែម្ដងកុំឲ្យជាក្រោយអាភពដូចជាតិនេះមកកើតអីជាខ្មោចទឹកអញ្ចឹងតែជាតិមុនណាខ្ញុំធ្វើអីខុសទៅណោះបានជានេះខ្ញុំមករស់នៅតែអនាថាក្នុងបឹងតែម្នាក់ឯងអញ្ចឹងហើយធ្វើជាខ្មោចទឹកវាពិតជាពិបាកខ្លាំងណាស់គ្មានសាច់ញាតិគ្មានមិត្តភ័ក្តិហើយទៅណាមកណាក៏គេខ្លាចគ្រប់គ្នាដែរអោទេវតាអើយអយុធធម៌ម្ល៉េះឥឡូវនេះខ្ញុំកែប្រែចិត្តហើយខ្ញុំនឹងបេះវាយកទៅលេខតែម្ដងកុំចាំពេលទំនេរចាំធ្វើវភ្លេចទៀតអ៊ីកអូយតាំងដកមិនរួចទេហាតែជាសម្លេងអ្វីទៅនឹងដូចជាមានមនុស្សមកហើយតិចខ្លួនសិនចាំតិចទៀតមកដកយកផ្កាឈូកនឹងម្ដងទៀតបងប្រុសមកត្រីនោះស្បោណាស់ឆក់នៅទីនេះវាពិតជាចំណេញដល់ហើយពួកយើងប្រើឧបករណ៍ទំនើបយ៉ាងហ្នឹងប្រកាសជាបានត្រីច្រើនហើយបងគិតថាអញ្ចឹងដែរហ្នឹងតែយើងឆក់អញ្ចឹងយើងខ្លាចតែគេមកឃើញទេព្រោះបងលើគេថាការនេសាទត្រីដោយប្រើដៃឆក់អញ្ចឹងធ្វើឲ្យពងត្រីទាំងអស់នោះវាឆាប់ដាច់ពូជណាបងប្រុសកុំតែខ្វល់អីបងប្រុសគ្មានអ្នកណាមកឃើញទេព្រោះយើងមកដល់ទីកន្លែងដាច់ឆ្ងាយហើយដាច់ស្រយាលបែបនេះនោះបងចេះតែបារម្ភទៅព្រោះខ្លាចថាគេនឹងមកឃើញយើងនោះអីមានតែខ្មោចទេដែលឃើញយើងបងប្រុសព្រោះព្រៃនេះមិនដែលមានអ្នកណាគេមកដល់នោះទេគឺមានតែពួកយើងពីរនាក់តែប៉ុណ្ណោះបោយ៉ាត្រីលោតពីមុខឯងមិញដាក់មកត្រីទៅចំហើយបងប្រុសចំយ៉ាក់អែមកគេកាលពីមុនពួកយើងប្រើរត់រមួយថ្ងៃមិនបាន1គីឡូផងឥឡូវពួកយើងចុចតែមកត្រីអណ្ដែតផ្ងាពោះព្រាតឃើញទេបងប្រុសធ្វើអ្វីដែលឲ្យតាន់បច្ចេកវិទ្យាព្រោះថាបច្ចេកវិទ្យាឥឡូវវាទំនើបខ្លាំងណាស់ដូចជាការឆក់ត្រីនេះឯងឆាប់លើកវាយកមកចាំបន្តិចអូយវាធំខ្លាំងណាស់ណែបងប្រុសឆាប់ទទួលយីឲ្យបងទទួលយ៉ាងម៉េចខ្លាចឆក់ណាមិនឆក់នោះទេបងប្រុសខ្ញុំពុំបានចុចកងតាក់ឯណាឆាប់ទម្លាក់មកបងមិនកាន់នោះទេ